ជំរាបសួរបងប្អូនថ្ងៃនេះពួកយើងបានមកធ្វើជីផ្លែឈើជីទឹកផ្លែឈើធម្មជាតិ SMB នេះបងប្អូនសកម្មភាពពួកយើងមានដូចជាល្ហុងទុំល្ពៅហើយនឹងចេកដូចជាម្នាស់ជាប្រភេទជីផ្លែនេះជាផ្លែឈើទុំបងប្អូននេះជាធុង200 លីត្រក្នុងនេះគឺយើងដាក់កាក់ស្ករល្ងចំនួន10 គីឡូរួចហើយបន្ទាប់មកគឺយើងដាក់អត់ថែមនេះមេជីកាច់ SMB ចំនួន1កញ្ចប់នេះជាមេកាច់ SMB ដែលយើងចាក់ចូលបងប្អូនសូមចាក់មួយកញ្ចប់នេះគឺយើងប្រើទឹកបាន200 លីត្រហើយយើងចាក់ចូលទៅអត្ថប្រយោជន៍របស់មេជីកាច់ SMB គឺយើងយកទៅផលិតជីធម្មជាតិផ្សេងៗបងប្អូនមិនថាជីផ្លែឈើជីត្រីឬក៏ជីធម្មជាតិផ្សេងៗគឺទូទៅទីរបស់វាគឺទៅពន្លឿនការកាច់វត្ថុធាតុដើមផ្សេងៗឲ្យខ្លាចជីបានលឿនបងប្អូនហើយសម្រាប់ការយើងប្រើមេជីកាច់ SMB នេះគឺរយៈពេលដែលយើងផ្អាប់ជីហ្នឹងតែកន្លះខែគឺយើងអាចយកច្រោះយកទៅប្រើបានហើយគឺវាពន្លឿនការកាច់វត្ថុធាតុដើមជាអត្ថប្រយោជន៍របស់មេជីកាច់ SMB អូនកោវាសពទៅណាហើយទៅទៀតយើងចាក់ផ្លែឈើផ្សេងៗចូលចឹងនេះជារបៀបធ្វើជីផ្លែឈើសម្រាប់បងប្អូនបាញ់ទៅលើផ្កាទៅលើក្តឹបហើយបំពន់ផ្កាបំពន់ក្តឹបបងប្អូនជាផ្លែឈើដែលយើងបានកច្រាមល្អិតហើយគឺយើងចាក់គឺយើងយកទៅចាក់ហើយសូមបញ្ជាក់បងប្អូនជីផ្លែឈើដែលយើងយកទៅធ្វើនេះមិនថាផ្លែឈើណាក៏បានដែរឲ្យតែប្រភេទផ្លែឈើទុំទៅពណ៌លឿងបងប្អូនទុំទៅពណ៌លឿងដូចជាល្ហុងដូចជាចេកដូចជាម្នាស់ដូចជាល្ពៅអីហ្នឹងគឺសិតតែទុំពណ៌លឿងហើយចឹងបងប្អូនអាចយកទៅប្រើទៅធ្វើជីផ្លែឈើបានអញ្ចឹងយើងចាក់ចូលក្នុងធុងរបស់យើងមកនៅមានទៀតចាក់ទឹកអស់មិនទឹកអស់ហើយចឹងវាផ្អាប់គឺយើងផ្អាប់ចំនួន15 ថ្ងៃបងប្អូន15 ថ្ងៃយើងអាចច្រោះយកទៅប្រើបានហើយអញ្ចឹងអានេះសម្រាប់ប្រព័ន្ធទៅលើស្លឹកទៅលើក្តឹបទៅលើផ្កាប្រភេទជីផ្លែឈើនេះហើយបន្ទាប់ពីខ្ញុំធ្វើមកគឺខ្ញុំផ្លិចបងប្អូនខ្ញុំផ្លិចទៅយកទឹកដូងឥឡូវខ្ញុំកំពុងទៅទឹកដូងហ្នឹងចិត្តបានមកថងហើយប៉ុន្តែវារៀងខ្វះអញ្ចឹងខ្ញុំគោះដាក់បន្ថែមអញ្ចឹងទឹកដូងយើងដាក់ថ្មីអញ្ចឹងវាឈ្ងុយល្អហើយយើងយកទៅធ្វើជីធម្មជាតិបើថាជីធម្មជាតិផ្សេងៗបងប្អូនមិនថាជីផ្លែឈើឬក៏ជីត្រីជីអីយើងដាក់ទឹកដូងវាល្អបងប្អូននឹងស្រាប់ហើយក្នុងទឹកដូងវាសម្បូរដោយសារជាតិចិញ្ចឹមដោយសារតាប្រឡូកដូងកពីងដូងវាដោះចេញមកនាំតែវាដោះចេញជាដោះដើមមកវាត្រូវការអីគឺត្រូវការទឹកដូងហ្នឹងទៅចិញ្ចឹមវាដើម្បីជំនួយដល់ការលូតលាស់អញ្ចឹងខ្ញុំជឿថាក្នុងទឹកដូងទុំហ្នឹងក៏មានប្រភេទជំនួយដល់ជីឬក៏ដល់ដំណាំរបស់យើងដែរអញ្ចឹងខ្ញុំគិតថាវាជាប្រយោជន៍អញ្ចឹងខ្ញុំមកធ្វើជីធម្មជាតិដែរបងប្អូនអញ្ចឹងវីដេអូមានប៉ុណ្ណឹងអរគុណច្រើន